សូមជូនរឿងស្រមោលខ្មោចក្នុងមន្ទីរពេទ្យបើសិនបើប្រិយមិត្តអ្នកអានបានស្ដាប់រឿងខ្មោចនៅមន្ទីរពេទ្យដែលកើតមានឡើងកាលពី2ឆ្នាំមុននេះពិតជាមានការភ័យចត់ស្លុតប៉ុណ្ណានោះទេបើសិនជាអ្នកខ្សោយបេះដូងទីនោះនឹងទៅជាឈឺមិនខានព្រោះតែព្រឺខ្លាចតើហេតុយ៉ាងណាខ្លះដែលបណ្ដាលឲ្យមន្ទីរពេទ្យមានខ្មោចលងបែបនេះអ្នកកសែតម្នាក់ចាត់ទុកថាជាជនបេះដូងដែកដែលបថុយបឋានចុះស៊ើបរឿងខ្មោចនេះដល់មន្ទីរពេទ្យដោយផ្ទាល់នៅមន្ទីរពេទ្យនោះភ្លើងអគ្គិសនីឧស្សាហ៍ដាច់ណាស់ដោយសារតែវងកណ្ដុរកាត់បំផ្លាញភាពងងឹតគឺជាចំណូលចិត្តរបស់ពួកខ្មោចព្រាយបិសាចនៅពេលសួរថាតើមានព្រលឹងខ្មោចវិលវល់នៅមន្ទីរពេទ្យនេះមែនឬទេមនុស្សតិចណាស់ដែលគ្មានចម្លើយសូម្បីតែផ្នែកវិទ្យាសាស្ត្របច្ចេកទេសខាងប៉ូលីសព្រំប្រទានគ្មានពាក្យនឹងនិយាយដែរចុះចំពោះប្រជាជនធម្មតាយ៉ាងមិនដែរយល់ល្អក៏បីនៅស្ងៀមល្អជាងមិនត្រូវបានលោលេងនឹងការភ័យខ្លាចនោះឡើយវិជ្ជបណ្ឌិតម្នាក់ជាសាស្ត្រាចារ្យនៅសាលាបច្ចេកទេសមន្ទីរពេទ្យទើបហ៊ានឆ្លើយថាមានលោកធ្វើការនៅមន្ទីរពេទ្យនេះខាងផ្នែកវះកាត់និងផ្នែកតម្កល់សពកន្លងមកមន្ទីរពេទ្យនេះបានតម្កល់សាកសពជាច្រើនមានទាំងសាកសពចងកមានទាំងសាកសពឃាតករមានទាំងសាកសពអ្នកស្លូតត្រង់លោកបានដឹងថាមន្ទីរពេទ្យនេះធ្លាប់តម្កល់សាកសពស៊ីសាច់មនុស្សកាលពីឆ្នាំ1960ផងដែរបន្ទប់ធ្វើការរបស់គាត់ចង្អៀតហើយមានពន្លឺព្រាលៗជះពីអំពូលភ្លើងកញ្ចក់ដែលព្យួរនៅលើក្បាលប៉ុណ្ណោះផ្ទៃមុខរបស់លោកស្ថិតនៅក្នុងពន្លឺស្ទង់ដូច្នេះមើលទៅមិនខុសអ្វីពីសាកសពនៅឡើយលោកបានអះអាងជានិច្ចថាអ្វីដែលគាត់និយាយសុទ្ធតែជាការពិតគាត់បាននិទានរឿងនេះដោយទឹកមុខមើងម៉ាត់គួរឲ្យជឿជាក់ថាមានយុគមួយនៅពេលដែលខ្ញុំកំពុងតែឈរនៅអគារមួយទល់មុខនឹងអគារវាកាត់ខ្ញុំបានឃើញស្ត្រីម្នាក់ស្លៀកពាក់ជាឈុតប្រពៃណីពីនីកន្សែងសពាក់ក្រវិលសក់ក្រយ៉ាងស្អាតនាងបានអង្គុយចុះហើយសម្លឹងមកខ្ញុំបន្ទាប់មកស្រាប់តែរូបនាងរលាយខ្លួនខ្សលបាត់ទៅដូចជាផ្សែងអញ្ចឹងនាងនោះតែងតែបង្ហាញខ្លួនឲ្យខ្ញុំឃើញជាច្រើនដងលើសពីនេះទៅទៀតមានម្ដងនោះពេលខ្ញុំទៅដល់ផ្ទះទៅហើយទើបដឹងថាខ្លួនភ្លេចសៀវភៅនៅជាន់ទី2នៃអគារវះកាត់ខ្ញុំក៏ត្រឡប់មកមន្ទីរពេទ្យនោះវិញនៅយប់នោះតែម្ដងពេលដែលខ្ញុំចូលទៅដល់បន្ទប់ផត់ស្រាប់តែទ្វារបន្ទប់បិទលឺលាន់ក្រាំងពីក្រោយខ្នងរបស់ខ្ញុំពេលនោះគ្មានខ្យល់សោះដូច្នេះទ្វារនេះពុំអាចនឹងធ្វើសកម្មភាពបានទេខ្ញុំគិតភ្លាមថាមានគេចង់លោលេងនឹងខ្ញុំហើយខ្ញុំក៏កញ្ឆក់យកសៀវភៅរួចស្ទុះចេញពីបន្ទប់នោះតាមសកម្មភាពដែលខ្លួនធ្វើទៅបានគាត់បានប្រាប់ឲ្យដឹងទៀតថានៅអគារវះកាត់នេះបានក្លាយទៅជាប្រធានបទនៃរឿងខ្មោចក្នុងចំណោមនិស្សិតពេទ្យទាំងអស់ទៅហើយសាកសពរាប់ប៉ុណ្ណោះទេដែលបានយកមកកាន់ទីនេះសម្រាប់ធ្វើជាការស្រាវជ្រាវមន្ទីរពេទ្យនេះក៏វិលវល់ទៅដោយប្រលឹងសាកសពទាំងនោះដែរកាលពីគាត់នៅជានិស្សិតពេទ្យនៅឡើយគាត់ធ្លាប់បានកាន់រលាក្បាលនិងឆ្អឹងមនុស្សពីមន្ទីរពេទ្យនេះយកទៅស្រាវជ្រាវនៅឯផ្ទះនៅយុគមួយនោះពេលគាត់កំពុងអង្គុយអានសៀវភៅគាត់ហាក់បីដូចជាមានអារម្មណ៍ថាមានអ្នកណាម្នាក់កំពុងសម្លឹងមើលគាត់ពីក្រោយខ្នងគាត់និយាយថាពេលខ្ញុំបែរមកមានឃើញអ្នកណាទាំងអស់ខ្ញុំពិតជាពុំខ្លាចខ្មោចឡើយខ្ញុំអង្គុយនៅចុងម្ខាងនៃកៅអីចំណែកនៅចុងម្ខាងទៀតដែលនៅទំនេរនោះហាក់ដូចជាមានទម្ងន់សង្កត់ធ្វើឲ្យកៅអីផ្អៀងទៅនៅពេលខ្ញុំឡើងទៅលើគ្រែខ្នើយរបស់ខ្ញុំដូចជាត្រុតចុះហាក់ដូចជាមានអ្នកណាម្នាក់ទើបនឹងដេករួចខ្ញុំបាននិយាយរឿងនេះប្រាប់គ្រូនិងមិត្តភ័ក្តិរបស់ខ្ញុំពួកគេតបថាក៏ធ្លាប់ជួបប្រទះសភាពប្រហាក់ប្រហែលនេះដែរនេះប្រហែលជាព្រលឹងសាកសពចង់នៅជាមួយនឹងខ្ញុំហើយមានគិលានុបដ្ឋាយិកាម្នាក់នៅមន្ទីរពេទ្យនេះក៏ធ្លាប់ជួបប្រទះព្រលឹងខ្មោចជាច្រើនលើកដែរនៅយប់មួយពេលយើងប្រចាំការនាងកំពុងតែអង្គុយអានឯកសារស្រាប់តែបុរសម្នាក់ក្នុងសម្លៀកបំពាក់រហែករយីរយាដើរកាត់មាត់ទ្វារសម្ដែងទៅកាន់ក្រែអ្នកជំងឺម្នាក់នាងគិលានុបដ្ឋាយិកាបន្តថាជននោះឈរត្រឹងសម្លឹងទៅមើលអ្នកជំងឺកំពុងតែដេកនៅលើគ្រែអ្នកជំងឺនោះទើបនឹងវះកាត់ដាក់ក្របភ្នែកថ្មីដែលបានមកពីសាកសពដែលស្លាប់ទៅជននោះបានអោនសម្លឹងមើលអ្នកជំងឺអស់មួយសន្ទុះរួចក៏រលាយបាត់ស្រមោលទៅលោកវិជ្ជបណ្ឌិតម្នាក់ទៀត
បានបោះពុំសិភៅមួយក្បាលមានចំណងជើងថារឿងពិបាកនឹងឈឺដែលលោកសរសេររំលឹកឡើងវិញកាលពីឆ្នាំ1961នាចំនួនលោកជានិស្សិតដែលកំពុងតែរៀននៅក្នុងមន្ទីរពេទ្យនោះលោកតែងតែរងទុក្ខទោសមនិញដោយសារតែស្រមោលខ្មោចនេះខ្មោចបានរំខានលោករហូតដល់គៀបសង្កត់ដល់អារម្មណ៍លោកយ៉ាងខ្លាំងក្លាពុំនោះសោតលោកមានគំនិតចង់ធ្វើអត្តឃាតដើម្បីឲ្យរួចផុតពីព្រលឹងខ្មោចនោះទៀតផងមានយប់មួយពេលលោកដឹងខ្លួនឡើងស្រាប់តែឃើញស្រមោលមនុស្សម្នាក់ឈរនៅក្បែរគ្រែរបស់លោកដេកតាំងពីពេលណាមកមិនដឹងលោកស្រែកឡើងអ្នកណានឹងការពិតគ្មានអ្នកណានៅក្បែរនោះក្រៅពីប្រពន្ធរបស់លោកនិងគិលានុបដ្ឋាយិកាឡើយក្រោយមកលោកបែរជាឃើញក្មេងស្រីម្នាក់មានធំបានមកក្បែរលោកនិងនិយាយមកកាន់លោកដើម្បីអះអាងចំពោះការប្រកាសនេះលោកវិជ្ជបណ្ឌិតម្នាក់ទៀតបានសំណូមពរឲ្យប្រពន្ធរបស់លោកនិយាយរឿងនេះឡើងវិញក្មេងស្រីមាធំនោះបាននិយាយមកកាន់លោកថានាងស្លាប់ដោយរោគធាត់នៅមន្ទីរពេទ្យនេះកាលពី2ឆ្នាំមុនក្មេងស្រីនោះនិយាយថាខ្ញុំនៅមានមិត្តភក្តិម្នាក់ទៀតក៏ស្លាប់នៅទីនេះកាលពីឆ្នាំទៅដែរថ្មីនេះលោកវិជ្ជបណ្ឌិតបានធ្វើឲ្យមនុស្សរាល់គ្នាភ័យខ្លាចញាប់ញ័រអំពីរឿងខ្មោចលងនេះដោយមានផតាំងគ្រប់គ្រាន់រឿងនោះចាប់ផ្ដើមពីការស្លាប់របស់យុវតីម្នាក់កាលពីជំនាន់មុននៅឯមាត់ទន្លេនាងយុវតីនោះមានឈ្មោះថាភឹមផារ៉ាឌីដែលជាកូនស្រីរបស់តកែហាងមួយនៅជើងវត្តនាងត្រូវស្លាប់នៅលើអគារវះកាត់នៅក្នុងមន្ទីរពេទ្យនោះកាលពីឆ្នាំ1960ក្រោយពីស្លាប់នាងបានទៅបញ្ចុះសពឪពុករបស់នាងឲ្យលើកផ្លូវមួយដោយដាក់ឈ្មោះផ្លូវនោះជាឈ្មោះរបស់នាងបានប្រាប់វិជ្ជបណ្ឌិតអំពីរឿងរ៉ាវទាំងនោះទាំងអស់ក្រោយមកលោកបានលើរឿងព្រលឹងខ្មោចរបស់នាងភឹមផារ៉ាឌីនេះក៏ឲ្យកូនប្រុសរបស់គាត់ឈ្មោះវ៉ាត់ធ្វើដំណើរទៅកាន់វត្តនោះដើម្បីរកការពិតនៃវត្តបានរកឃើញភ្នោមួយនៅទីនោះមែននៅពីមុខភ្នោមានរូបថតស្ត្រីម្នាក់ប៉ុន្តែរូបនោះចាស់ព្រិលទៅហើយមើលពុំច្បាស់និងមានសរសេរឈ្មោះអ្នកស្លាប់គឺនាងភឹមផារ៉ាឌីពិតប្រាកដមែនគ្មាននរណាម្នាក់ជឿរឿងខ្មោចលងនោះឡើយប៉ុន្តែក៏គ្មាននរណាម្នាក់បដិសេធដែរលើកលែងតែអស់លោកវិជ្ជបណ្ឌិតមួយចំនួនដែលនៅមន្ទីរពេទ្យនោះនឹងត្រូវស្រមោលបង្ហាញខ្លួននៅចំពោះមុខទើបជឿជាក់ថាមានព្រលឹងខ្មោចមែនប៉ូលីសដោយមានការចូលរួមពីវិជ្ជបណ្ឌិតជាច្រើនអ្នកនិងអ្នកវិទ្យាសាស្ត្រនឹងមកកាន់មន្ទីរពេទ្យនេះដើម្បីរករកការពិតទោះបីជាយ៉ាងណាក៏ដោយប្រជាជនក៏ពុំមានអាចក្បាលនៅមន្ទីរពេទ្យដែលមានខ្មោចលងនោះដែរ